នៅនេះបច្ចុប្បន្នតាមដានព័ត៌មានតពន្ធជាមួយនារីម្នាក់នេះដែលគាត់មានឈ្មោះថា Vera ដែលគាត់ជាជនជាតិ Belarus គឺគាត់បានធ្វើគេបើកឲ្យទៅធ្វើជា model នៅខាងប្រទេសថៃហើយគាត់បានជួបរូបភាពសកម្មភាពនឹងអ្វីដែលយើងបានដឹងហើយពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងគឺអញ្ចឹងបានថាគឺខុសខើខ្លាំងមែនទែនដែលគេបញ្ជាក់ប្រាប់ថាឲ្យគាត់ហ្នឹងគឺទៅធ្វើខាង scam បែបមនុស្សចេតនាឬ romantic scam ណាហ្នឹងហើយដើម្បីទៅទាលុយទីអីគេអញ្ចឹងតែគឺគាត់អាចធ្វើបានរហូតដល់គេសម្លាប់ហើយយកអវយវៈហ្នឹងយកទៅលក់អញ្ចឹងទៅក៏ប៉ុន្តែព័ត៌មានទាំងអស់ហ្នឹងដែលលើកឡើងមកទាំងអស់ហ្នឹងគឺអត់តន់មានឃើញសាកសពគាត់ទេហើយក៏អត់តន់ឃើញអវយវៈឬមួយក៏ការពិសោធន៍ជា DNA ថាគាត់បានស្លាប់ហើយអីចឹងទៅគឺអត់ទេគ្រាន់តែវាជាការគម្រាមមកពីខាងក្រុមដែលជាកាំងចាប់គាត់ទៅនឹងឯងមានន័យថាអត់តន់ឃើញសាកសពគាត់អត់តន់ឃើញផតតាំងអវយវៈគាត់អីចឹងទៅឬមួយក៏ជាការពិនិត្យ DNA ឲ្យជាក់លាក់ថាជាគាត់ទេទោះបីជាខាងក្រុមគ្រួសារចរចាដើម្បីទទួលនៅគេថាផេះរបស់កូនស្រីក៏ដោយក៏ប៉ុន្តែគេបញ្ជាក់ថាមានឆ្អឹងមានផេះមានអីចឹងទៅតែអត់តន់បានពិសោធន៍ជាការពិនិត្យ DNA ឬមួយក៏ជាការឃើញសាកសពអីហ្នឹងគឺអត់តន់ទេនៅអញ្ចឹងគឺនេះជាព័ត៌មានបឋមហើយបើនិយាយចាំទៅគឺអត់ដឹងថាគាត់ស្លាប់ឬក៏គាត់រស់ទេគឺនៅសពើនៅឡើយនិយាយទៅគឺគាត់ក៏ជាអ្នកចម្រៀងមួយដែរដែលនៅក្នុងប្រទេស Belarus បាទហ្នឹងហើយនេះគឺជាអ្វីដែលបានកើតឡើងចឹងអ្នកគ្នាមានអីចង់ចូលរួមអាចចូលរួមប្រាប់នៅខាងក្រោមនឹងបានបើសិនជាមានអីបញ្ជាក់ដែលច្បាស់លាស់ថាគាត់ពិតជាស្លាប់មែនអញ្ចឹងព្រោះសាខ្ញុំបានព្យាយាមរកមើលដែរក៏ប៉ុន្តែគេថាអត់តន់ឃើញអញ្ចឹងណាអត់តន់ឃើញសាកសពអត់តន់ឃើញអញ្ចឹងទៅហ្នឹងអញ្ចឹងបើសិនជាមានអាប់ដេតខ្ញុំនឹងអាប់ដេតបន្ថែមទៀតមានអីចង់ចូលរួមនៅខាងក្រោមវីដេអូនោះបានជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចចុច like និង follow ផងណា